ដល់ពេលភ្ញាក់ខ្លួនហើយបងប្អូនយុវជនមួយចំនួនតូចឈប់បង្ហោះម៉ូតូឈប់បង្ករឿងវាយដំគ្នាទៀតទៅធំអស់ហើយឈប់ធ្វើឲ្យឪពុកម្ដាយពិបាកចិត្តទៀតទៅបើចង់មានអាជីពមុខរបរផ្ទាល់ខ្លួនរកលុយជួយសេដ្ឋកិច្ចគ្រួសារបងសូមលើកទឹកចិត្តឲ្យបងប្អូនយុវជនមករៀនជំនាញមួយនេះខណៈដែលយុវជនគំរូល្អៗទាំងនេះមកពីគ្រប់ខេត្តក្រុងជ្រើសរើសការរៀនជំនាញបើកហាងអាជីវកម្មកាត់សក់ផ្ទាល់ខ្លួនដែលជាមុខរបរមានទីផ្សារគ្រប់សម័យកាលបើភ្នែកឡើងលុយហូរចូលដូចទឹកបាក់ទំនប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខាងក្រៅខ្ញុំនេះគឺជាទស្សនវិជ្ជាណារបស់យុវសាស្ត្រ OTS អ្នកឃើញទេយុវសាស្ត្រ OTS ចំនួនទី14កំពុងតែមកមីញឹកយ៉ាងខ្លាំងកំពុងតែយករូបក្បាលម៉ាលកាំងនេះដែលមានសក់មានអីហ្នឹងយកមកអនុវត្តជាក់ស្ដែងទៅលើការរៀនជំនាញវិជ្ជាជីវៈកាត់សក់អាជីពឃើញថាចំនួនទី14នេះគឺបានចូលរៀនថ្មីថ្មោងនេះមកដល់ពេលនេះជិត1ខែហើយបាទចូលរៀនដើមខែ10ឥឡូវនេះមកដល់ថ្ងៃនេះគឺថ្ងៃទី27គឺថាបានជិត1ខែហើយឃើញថាការរៀនរបស់គាត់នៅក្នុងបន្ទប់នេះគឺរៀនផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែងផ្ទាល់តែម្ដងឃើញថាទស្សនវិជ្ជាដែលសាលាបណ្ដុះបណ្ដាល OTS បាទបង្រៀនជំនាញកាត់សក់អាជីពហើយចេញទៅបើកហាងអាជីវកម្មកាត់សក់ផ្ទាល់ខ្លួននេះគឺថារៀនផ្សារភ្ជាប់ជាមួយទៅនឹងអនុវត្តជាក់ស្ដែងបាទរៀនទ្រឹស្ដីតែ20%ទេអនុវត្តជាក់ស្ដែងរហូតដល់80%បាទសូមកាមេរ៉ាមែនជួយបង្ហាញអំពីទស្សនវិជ្ជាជាទូទៅបាទឃើញនេះពុកម៉ែបងប្អូនឃើញបងប្អូនយុវជនជាច្រើនមកពីតាមបណ្ដាខេត្តផ្សេងគ្នាកំពុងតែមកមានញឹកណាចាប់ទាញសក់ណាចាប់យកក្រាស់កាត់សក់ឃើញទេអានេះគឺជាមេរៀនដែលគ្រូបានបង្រៀនហើយមិនដឹងថារយៈពេល1ខែនេះគាត់បានចុះទៅអនុវត្តនៅកន្លែងណាខ្លះទេបាទសួស្ដី CJ បាទបងមកពីខេត្តណាមកខេត្តកំពង់ឆ្នាំងបាទហើយមករៀនរយៈពេលជិត1ខែនេះមានអារម្មណ៍មិនដែរខ្លួនឯងសប្បាយចិត្តគ្រូបាទសប្បាយចិត្តហ៎បាទហើយឃើញខ្លួនឯងអាចមានសមត្ថភាពល្អប្រសើរជាងមុនទេបាទល្អហើយចេះអីខ្លះហើយរយៈពេលជិត1ខែនេះចេះឈូសសក់ក្រោមកាត់សក់លើគ្រូបាទឥឡូវនេះរៀនស្នៀតអីនឹងកាត់សក់លើគ្រូកាត់សក់លើហ៎មើលជោគឲ្យបងប្អូនយើងឃើញតិចមើលបាទអូនេះពុកម៉ែឃើញទេ CJ មកអនុវត្តត្រឹមតែរយៈពេលជិត1ខែទេនេះឥឡូវចាប់ផ្ដើមយកសក់ជាក់ស្ដែងនេះសក់ម៉ាលកាំងនេះណាមិនសក់ពិតទេសក់មែនតែក្បាលម៉ាលកាំងទេបាទយកមកអនុវត្តជាក់ស្ដែងរៀនចាប់ណាចាប់កាត់ហេតុអីបានចង់ចេះជំនាញហ្នឹងដោយសារគិតទៅរៀនរយៈពេលខ្លីគ្រូបាទរៀនរយៈពេលខ្លីហ្មងបាទហើយតាមដាន OTS យូរនៅស្គាល់យូរដែរគ្រូស្គាល់យូរហ៎ពីមុនជាអតិថិជនអូជាមួយសំណប់ចិត្តរបស់ OTS ហ្មងហ៎បាទកាលមុននៅកំពង់សោមគ្រូអញ្ចឹងបាទអូទៅកាត់សក់នៅកំពង់សោមហើយឃើញគេកាត់ស្អាតមករៀនខ្លួនឯងហ្មងបាទគ្រូជូនពរឲ្យបងអូនចាប់អាជីពជំនាញនេះឲ្យបានទៅដល់គោលដៅណារៀនត្រឹមតែរយៈពេល6ខែធ្វើម៉េចឲ្យបងអូនបានរីកចម្រើនហើយចេញទៅបើកហាងផ្ទាល់ខ្លួនណាបងណាបាទគ្រូបាទហើយបានមករៀនផ្ទាល់ជាក់ស្ដែងឃើញដោយការផ្សព្វផ្សាយហ៎ដូចគ្រូដូចបាទគឺថាអនុវត្តពិតហ្មងហ៎បាទអត់មានរៀនទ្រឹស្ដីទេណាបាទសួស្ដីក្មេងតូចបាទសួស្ដីគ្រូមិញមុនចូលសភាលេងគឺថាលោកគ្រូកុំសភាខ្ញុំអត់សូវចេះនិយាយទេបាទអញ្ចឹងបងឯងអ្នកមកពីខេត្តណាសៀមរាបបាទចេះនិយាយដែរនេះហេគាត់ចេះនិយាយហើយមករៀនរយៈពេល6ខែនេះចេះអីខ្លះហើយ6ខែជិត1ខែនេះចេះអីខ្លះហើយចេះឈូសចង្ក្រាមកាត់សក់លើអញ្ចឹងហើយធ្វើដំណើរពីសៀមរាបមកដល់ភ្នំពេញដើម្បីរកជំនាញវិជ្ជាជីវៈអាជីពផ្ទាល់ខ្លួនណាបាទហេតុអីចង់ខ្លាយជាជាងកាត់សក់អាជីពណាចង់អ្នកកាត់សក់អាជីពហេតុអីមូលហេតុអីឆ្លាញ់កូនកំមុំគេមែនទេអត់ទេចង់រលុយហ៎បាទចង់រលុយឲ្យខ្លួនឯងឬឲ្យម៉ាក់រលុយខ្លួនឯងអញ្ចឹងអូហើយអ្នកណាអ្នកចេញលុយឲ្យរៀនអូអ្នកចេញលុយឲ្យរៀនណាឈ្មោះអីអ៊ីរ៉ាមើលនិយាយអរគុណឲ្យឃើញតិចមើលលើកដៃសាពះតិចមើលហ៎1 2 3អរគុណដែលបានឲ្យក្មួយមករៀននៅ OTS បាទឈ្មោះអីអ៊ីរ៉ាហើយសុំជូនពរតិចមើលជូនពរឲ្យសុខភាពល្អហើយសុខភាពល្អរលុយបានច្រើនរលុយឲ្យបានឲ្យផ្ញើខ្ញុំចាយថែមទៀតទេបាទអូហើយមួយខែមានផ្ញើលុយឲ្យចាយថែមទៀតទេផ្ញើអូចឹងចាំក្មួយរហូតនេះអូពិសេសមែនតើឈ្មោះអីអ៊ីរ៉ាណាអូពិតជាសរសើរមែនតើណាអ៊ីរ៉ានេះសូមផ្ញើវីដេអូនេះជូនផងណាបងឯងឈ្មោះអីសេហាណាអ៊ីរ៉ាបានគុតគង់បងអូនសេហានេះរៀបចំគោលដៅឲ្យក្មួយសេហានេះមករៀនជំនាញវិជ្ជាជីវៈកាត់សក់អាជីពឥឡូវនេះពិតជារំភើបមែនតើណាធ្វើអ៊ីតែមានលទ្ធភាពក្នុងការជួយឲ្យក្មួយមានជំនាញមានមុខរបរផ្ទាល់ខ្លួនណាប្រស្អាតមានគ្រួសារហើយតែនៅតែរៀនហើយសប្បាយចិត្តទេបានមករៀនរយៈពេលចិត្ត1ខែនេះសប្បាយចិត្តបាទ
ហើយកូនមានសួរប៉ាប៉ាបានចេះអីខ្លះមានកូនមានសួរ សួរ ចឹងគាត់សួរថាម៉េច សួរតាប៉ាចេះកាត់សក់ ប៉ាប៉ាអាចកាត់ឲ្យខ្ញុំបាននៅហ៎ បាទ ហើយឆ្លើយប្រាប់គាត់វិញថាម៉េច អាចកាត់បាន អាចកាត់បានណាហើយមានសាកខ្លះហ៎ បានយើងកាត់ជាមួយមិត្តរួម អូមិនរួមថ្នាក់ណាហើយកាត់ឲ្យណាគេមើលច្អល់មើល បាទរត់តើឃើញអូនៅប្រុសស្អាតណាបាទអញ្ចឹងអនុវត្តដំបូងនេះគឺអនុវត្តជាមួយមិត្តភ័ក្តិរួមថ្នាក់ណាហើយបានមករៀននៅទីនេះសប្បាយហ្មង បាទ អត់ដៃកើតទុកទេ អត់អីទេប៉ុន្តែយើងមានគ្រូសាស្ត្រនឹកទេហ៎អូកើតទុកដោយសារនឹកទេហ៎ បាទ មិនកើតទុកខ្លាចរៀនអត់ចេះហ៎ យើងបារម្ភដែរ បារម្ភហ៎ បាទ ហើយអាសាទៅលេងគាត់ទេ អត់ដែរបានទៅ អញ្ចឹងតែខលមើលមុខគ្នារាល់ថ្ងៃណា បាទ ទ្រាំ6ខែចប់6ខែទៅបើកអាជីវកម្មហាងកាត់សក់ផ្ទាល់ខ្លួននៅចិត្តគាត់វិញណា បាទ បាទគាត់ថា6ខែនេះមកឡើងភ្នំហាត់វិជាគុណណា អូខេអញ្ចឹងជូនពរឲ្យបងណាណែព្រោះបីមានគ្រូសាក៏ដោយនេះមកវឹកហាត់រៀនសូត្រជំនាញបើកអាជីវកម្មហាងកាត់សក់មើលប្រាប់បងប្អូនទេបងឈ្មោះអីដែរ ខ្ញុំឈ្មោះមុនឈឿន បុនជឿនមកពីខេត្តណា សៀមរាប មកពីសៀមរាបដែរ បាទ អូខាងនេះនៅកំឡោះណាអត់មានគ្រូសាទេខាងនេះមានប្រពន្ធហើយមានកូនហើយនេះ បាទ មកពីសៀមរាបឥឡូវមកដល់អំពេញណាធ្វើដំណើរពីសៀមរាបមកអំពេញដើម្បីហាត់វិជាគុណ6ខែទៀតចេញទៅប្រយុទ្ធណា បាទបាទ បាទអរគុណច្រើនអញ្ចឹងបន្តការអនុវត្តថែមទៀតសោះណានេះគឺជាពាក្យពិតណាពិតប្រកបរបស់យុវសិស្ស OTS សូមជម្រាបទៅដល់ពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនានេះផ្ទាល់ផងដែរថាមជ្ឈមណ្ឌល OTS គឺបើកទទួលការបង្រៀនជំនាញវិជ្ជាជីវៈកាត់សក់អាជីពដើម្បីចេញទៅបើកអាជីវកម្មហាងកាត់សក់ផ្ទាល់ខ្លួនមិនរៀនបង្រៀនតែកាត់សក់ទេបាទមិនបង្រៀនតែកាត់សក់ទេគឺរៀនទាំងការបើកហាងអាជីវកម្មកាត់សក់ផ្ទាល់ខ្លួនតែម្ដងយើងមានកម្មវិធីសិក្សាច្បាស់លាស់មានមេរៀនពីវគ្គ1ទៅវគ្គ1ហើយការរៀនហ្នឹងគឺរៀនត្រឹមតែរយៈពេល6ខែទេហើយរៀនទៅអនុវត្តជាក់ស្ដែងនៅតាមសាខារបស់ OTS ទាំងអស់យើងមាន14 15 16សាខាហើយការឡើងជាបន្តបន្ទាប់ទៀតមានទាំងនៅរាជធានីភ្នំពេញសៀមរាបព្រះសីហនុហើយនឹងពង្រីកជាបន្តទៀតដើម្បីបង្រីកសក្តានុពលក្នុងការជួយបណ្ដុះបណ្ដាលទៅដល់យុវជនបាទយុវជនមកពីគ្រប់បណ្ដាខេត្តបាទគាត់មករៀននៅទីនេះដើម្បីមានអាជីពមុខរបរផ្ទាល់ខ្លួនមួយហើយបេសកកម្មរបស់ OTS បាទគឺរួមចំណែកជួយឲ្យយុវជនមានជំនាញវិជ្ជាជីវៈអាជីពនេះតែម្ដងអញ្ចឹងបងប្អូនយុវជនផ្សេងទៀតចង់ចាប់អាជីពនេះអាចទំនាក់ទំនងចុះឈ្មោះបានឥឡូវនេះបាទសូមអរគុណ